បានសួស្តីម៉ែបងប្អូននេះគឺជាការកើបច្រៀងក្រហមឲ្យទាស៊ីបងប្អូននិយាយទៅសម្រាប់កសិករយើងដែលគាត់មានចំគោចំជ្រូកចំពពែក៏ក្បីអីបងប្អូនគួរតែយកលាមកសត្វទាំងអស់ហ្នឹងមកចំច្រៀងក្រហមបងប្អូនដែលអត្ថប្រយោជន៍នៃការចំច្រៀងក្រហមនេះគឺទី1គឺសាច់ច្រៀងធ្វើជាចំណីសត្វចិញ្ចឹមរបស់យើងបងប្អូនមានជាមាន់ដូចជាទាឬក៏ត្រីហើយពិសេសមួយទៀតនោះគឺអាចរបស់វាគឺយើងប្រមូលអាចរបស់វាដាក់ដំណាំផ្សេងជុំវិញផ្ទះយើងបងប្អូនសម្រាប់ការចំវាគឺងាយទេច្រៀងក្រហមនេះឲ្យតែបងប្អូនមានចំគោចំជ្រូកចំពពែឬក៏ក្បីអីគឺយើងមានលំអសត្វហ្នឹងគឺយើងអាចចំបានហើយការថែទាំវាអត់អីពិបាកទេសត្វនេះវាងាយក្នុងការថែទាំទេការពេលកុំឲ្យតែមានក្តោបមានអីវាចូលស៊ីចលេហ្នឹងគឺយើងអាចចំវាបានបងប្អូនគឺងាយក្នុងការថែទាំសម្រាប់សត្វចលេនេះសម្រាប់បងប្អូនកសិករដែលគាត់ចង់ដឹងពីបច្ចេកទេសនៃការចំចលេនហើយនិងការផលិតជីកប៉ុស្តិ៍អាចចលេនបងប្អូនអាចទំនាក់ទំនងខាងខ្ញុំជាវពូជខាងខ្ញុំបានខ្ញុំមានលោកពូជចលេនក្រហមហើយនឹងប្រឹក្សាបច្ចេកទេសក្នុងការចំចលេនហើយនិងការផលិតជីកប៉ុស្តិ៍អាចចលេនទីតាំងខ្ញុំនៅស្រុកប្រស្ដេចខេត្តព្រៃវែងអរគុណច្រើនបងប្អូន